បាទជួយចំណុចទាក់ទងជាមួយនឹងប្រភេទនៃការវិតម្លៃបែបបង្កើតអញ្ចឹងការវិតម្លៃបែបបង្កើតនេះជាមធ្យោបាយមួយដើម្បីបង្កើតនូវគំនិតនៃការវិតម្លៃបែបបង្កើតគឺត្រូវពឹងផ្អែកគិតអំពីប្រយោជន៍ពីរប្រភេទគឺការវិតម្លៃបែបបង្កប់និងការវិតម្លៃលើការសង្ខេបការវិតម្លៃបែបបង្កប់ដែលជាចំណុចសំខាន់នៃចម្ពោះដែលនៅសល់ត្រូវបានធ្វើឡើងក្នុងបរិបទនៃការបង្រៀនប្រចាំថ្ងៃជាបន្តបន្ទាប់និងតាមពេលវេលាជាក់ស្ដែងវាកើតឡើងនៅពេលដែលការណែនាំនិងការរៀនសូត្រកើតឡើងបានជាបន្តបន្ទាប់នឹងការវិតម្លៃបែបបង្កើតគឺបានជាការវិតម្លៃបែបបង្កប់និងផ្អែកទៅលើការគណនាសរុបអញ្ចឹងការបានបង្កប់គឺចែកចេញជាពីរគឺការហោះហើរភ្លាមនិងមួយទៀតគឺបានក្រងទុកការផ្អែកទៅលើការគណនាសរុបគឺថ្នាក់រៀនចែកចេញជាថ្នាក់រៀនទូទៅនិងមាត្រដ្ឋានធំការប្រើប្រាស់សំណួរនិងកិច្ចការដែលបានរៀបចំរួចជាស្រេចគឺត្រូវបានប្រើនៅចំណុចជាក់លាក់ក្នុងការបង្រៀនទោះជាយ៉ាងណាក៏ដោយភស្តុតាងដែលបានប្រមូលផ្ដុំគឺត្រូវបានប្រើប្រាស់ភ្លាមៗដើម្បីវាយតម្លៃនិងកំណត់ជំហានបន្ទាប់ឧទាហរណ៍គ្រូបង្រៀនអាចមានគម្រោងប្រើប្រាស់កិច្ចការធ្វើលំហាត់អង្គុយនៅពាក់កណ្ដាលមេរៀនដើម្បីពិនិត្យមើលការយល់ដឹងរបស់សិស្សទាក់ទងនឹងការប្រមូលភស្តុតាងសម្រាប់ការវិនិច្ឆ័យទម្រង់ដែលបានបង្កប់អញ្ចឹងការវិនិច្ឆ័យបែបភ្លាមអាចកើតឡើងនៅពេលណាក៏បានក្នុងអំឡុងពេលថ្ងៃសិក្សាដែលជាលទ្ធផលនៃការប្រស្រ័យទាក់ទងគ្នារវាងគ្រូនិងសិស្សវាអាចពាក់ព័ន្ធទៅនឹងសិស្សម្នាក់ៗក្រុមតូចៗឬថ្នាក់ទាំងមូលភស្តុតាងត្រូវបានប្រមូលជានិច្ចដោយគ្រូក្នុងអំឡុងពេលបង្រៀននិងនៅពេលដែលសិស្សរៀនភស្តុតាងអាចជាពាក្យសម្ដីឬមិនមែនជាពាក្យសម្ដីហើយវាអាចមានលក្ខណៈដោយឯកឯងនៅពេលនេះឬនៅពេលវេលាជាក់ស្ដែងការសង្កេតគ្មានសកម្មភាពវាយតម្លៃបែបបង្កើតដែលបានបង្កប់ណាមួយដែលរីករាលដាលសម្រាប់បាទទៅនឹងការសង្កេតចឹងគ្មានសកម្មភាពវាយតម្លៃបែបបង្កើតដែលបង្កប់ណាមួយរីករាលដាលសម្រាប់គ្រូបង្រៀនជាការសង្កេតមើលកិរិយាបថរបស់សិស្សនោះទេការសង្កេតទាំងនេះគឺត្រូវបានធ្វើឡើងក្នុងការវិនិច្ឆ័យដូចជាការលក្ខណៈនៃការចូលរួមរបស់សិស្សក្នុងការពិភាក្សាក្នុងថ្នាក់ជំនាញអន្តរបុគ្គលដែលប្រើប្រាស់ក្នុងក្រុមសហប្រតិបត្តិការភាពត្រឹមត្រូវនៃចម្លើយរបស់សិស្សចំពោះសំណួរជំនាញពាក្យសម្ដីដែលបង្ហាញក្នុងការបញ្ចេញគំនិតថាតើត្រូវឧទាហរណ៍បន្ថែមទៀតឬអត់សិស្សណាដែលត្រូវតាក់ទងកម្រិតចំណាប់អារម្មណ៍របស់សិស្សកម្រិតនៃការយល់ដឹងដែលបានបង្ហាញនៅក្នុងចម្លើយរបស់សិស្សការឆ្លើយតបអារម្មណ៍និងការអារម្មណ៍របស់សិស្សជំនាញទៀតទៅជាមួយនឹងការសួរសំណួរផ្ទាល់មាត់ក្រៅផ្លូវការរួមជាមួយនឹងការសង្កេតគ្រូបង្រៀនពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលសិស្សឆ្លើយសំណួរក្នុងអំឡុងពេលបង្រៀនដើម្បីដឹងថាតើសិស្សយល់ពីអ្វីដែលបានបង្ហាញឬអនុវត្តជំនាញគោលដៅបានឬអត់បាទការសួរសំណួរជាធម្មតាកើតឡើងនៅក្នុងទម្រង់4យ៉ាងគឺពិនិត្យមើលខ្លឹមសារដែលដឹកនាំដោយគ្រូការពិភាក្សាការសូត្រឡើងវិញនិងអន្តរកម្មជាមួយនឹងសិស្សម្នាក់និងក្រុមសិស្សតូចៗការពិនិត្យឡើងវិញអាចជាលំហាត់ដែលមានល្បឿនលឿនដែលត្រូវបានរចនាឡើងដើម្បីគ្របដណ្ដប់លើចំណេះដឹងជាក់លាក់ហើយសំណួរជាច្រើនត្រូវបានគ្រូទុកការពិភាក្សាបានប្រើដើម្បីលើកកម្ពស់ការសួរសំណួររបស់សិស្សនិង
សំណួរដែលបានគ្រោងទុកនឹងមិនមានគ្រោងទុកក្នុងបញ្ជីដែលត្រូវបានប្រើនៅក្នុងការសូត្រឡើងវិញគ្រូសួរសំណួរជាផ្នែកមួយនៃការបង្ហាញសម្ភារៈដើម្បីចូលរួមជាមួយសិស្សក្នុងអ្វីដែលធ្វើដែលពួកគេកំពុងរៀនទាំងនេះជាធម្មតាត្រូវបានគ្រោងទុកគ្រូសួរសំណួរសិស្សជាលក្ខណៈបុគ្គលនិងជាក្រុមតូចៗភ្លាមដើម្បីដឹងបានព័ត៌មានដែលជាក់លាក់ចំពោះសិស្សនេះអនុញ្ញាតឲ្យគ្រូកំណត់បានការវិតម្លៃជាលក្ខណៈបុគ្គលនិងទទួលបានមតិកែលម្អនិងជំហានបន្ទាប់ដែលបានស្ដារឡើងការវិតម្លៃបានបង្កប់អញ្ចឹងសំណួរទាំងនេះមានប្រសិទ្ធភាពនិងទាញយកព័ត៌មាននិងអាចជួយឲ្យអ្នកយល់អំពីជំរឿចំណេះដឹងរបស់សិស្សរបស់អ្នកនិងអ្វីដែលផ្កាតាមដាននឹងជួយពួកគេឲ្យរៀនធៀបសពនៃសំណួរល្អនិងជំនាញសួរសំណួរសម្រាប់គោលរំដងនេះត្រូវបានបង្ហាញបន្ទាប់លក្ខណៈនៃសំណួរបាទលក្ខណៈសំណួរប្រកបដោយប្រសិទ្ធភាព English នៃការវិភាគគោលដៅរបស់អ្នកសួរគឺសួរសំណួរក្នុងពេលក្នុងបង្រៀននិងផ្ដល់ឲ្យអ្នកនៅព័ត៌មានត្រឹមត្រូវអំពីអ្វីដែលសិស្សដឹងនិងអាចធ្វើបានហើយដែលនឹងផ្ដល់នូវការយល់ដឹងអំពីចំណងនៃការយល់ដឹងនិងចំណេះដឹងការគិតរបស់សិស្សហើយគិតគោលដៅនេះការណែនាំវិទ្យាសាស្ត្រក្រោមនឹងអាចជួយទាំងដល់ទី1ការបញ្ជាក់សំណួរបានច្បាស់លាស់សង្ខេបដើម្បីឲ្យគោលម្ដងនៃសំណួរពីផ្គូផ្គងសំណួរជាមួយនឹងគោលដៅសិក្សាទី3ឲ្យសិស្សទាំងអស់គ្នាចូលរួមថ្នាក់ជៀសវាងសួរសំណួរដែលធ្វើឲ្យសិស្សមួយចំនួនឆ្លើយសំណួរភាគច្រើន4ដល់ពេលវារងចាំគ្រប់គ្រាន់សម្រាប់ចម្លើយរបស់សិស្សទី5ដល់ចម្លើយសមស្របទៅនឹងចម្លើយរបស់សិស្សទី6ជៀសវាងសំណួរបិទគឺត្រូវបានឆ្លើយដោយសំណួរតែមួយទី7ប្រើសំណួរស៊ើបអង្កេតដើម្បីពង្រីកចម្លើយដំបូងទី8ជៀសវាងការទាញសំណួរការទាយនិងការសួរសំណួរនាំមុខទី9ជៀសវាងការសួរសិស្សអំពីអ្វីដែលពួកគេគិតថាគេដឹង10សួរសំណួរដែលមានលំដាប់លំដោយសមស្របជាងចូលទៅទៀតការកែលម្អប្រកបដោយប្រសិទ្ធភាពសម្រាប់បង្កើតការវិតម្លៃបែបបង្កើតថ្មីជាជាមធ្យោបាយមួយដែលគ្រូបង្រៀនប្រើប្រាស់ព័ត៌មានវិតម្លៃគឺត្រូវដឹងពីរបៀបឆ្លើយតបទៅនឹងសិស្សបន្ទាប់ពីពួកគេបង្ហាញពីចំណេះដឹងហេតុផលជំនាញឬការអនុវត្តរបស់ពួកគេការឆ្លើយតបរបស់គ្រូត្រូវបានគេហៅថាមតិប្រតិកម្មការផ្ដល់ព័ត៌មានដល់សិស្សបន្ទាប់ពីការវិតម្លៃរបស់ពួកគាត់នឹងបាទជារួមបាទយើងដល់ប្រភេទនៃមតិប្រតិកម្មជាងមតិប្រតិកម្មភាគច្រើនជាប្រភេទផ្សេងៗគ្នាក្នុងចំណោមទាំងនេះមានចំនួនមួយត្រូវបានសង្ខេបដែលបង្ហាញពីមតិសកម្មឬផ្អែកទៅលើភាពស្មុគស្មាញទាំងសាមញ្ញមតិប្រតិកម្មដែលបានទៀងទាត់ឬស្មុគស្មាញជាង
ប្រតិកម្មបែបស្ថាបនាដែលបានបង្កប់ដើម្បីដែលមានភាពខុសគ្នាកម្រិតសមត្ថភាពរបស់អ្នករៀនសិស្សជាសមត្ថភាពខ្ពស់ច្រើនតែទទួលបានប្រយោជន៍ច្រើនពីមតិកែលម្អដែលពន្យាពេលជាពិសេសសម្រាប់កិច្ចការសិក្សាស្មុគស្មាញការស្រាវជ្រាវមួយបានបង្ហាញថាសិស្សដែលមានសមត្ថភាពទាបអាចត្រូវមានទៅការមតិកែលម្អភ្លាមៗនិងជាក់លាក់ជាមុនហើយត្រូវបានទទួលអត្ថប្រយោជន៍ច្រើនពីការទទួលបានទាំងមតិកែលម្អការផ្ទៀងទាត់និងការពន្យល់ព្រមទាំងដឹងថាពួកគេកំពុងដើរលើផ្លូវត្រូវជាងអ្វីមួយដូចជាព្យាយាមម្ដងទៀតដោយមិនដឹងពីចម្លើយត្រឹមត្រូវការប្រៀបធៀបដែលយោងទៅលើបទដ្ឋានគួរតែត្រូវបានជៀសវាងផ្ទុយទៅវិញមតិកែលម្អដែលបានដាក់លើក្តារគួរតែត្រូវបានសង្កត់ធ្ងន់ចំពោះសិស្សដែលជួបការលំបាកវាមានប្រយោជន៍ផងដែរក្នុងការត្រួតពិនិត្យដើម្បីធានាថាពួកគេយល់ពីមតិកែលម្អដោយសារពួកគេមានការអនុវត្តមិនល្អពួកគេប្រហែលជាមិនចង់សួរសំណួរបំភ្លឺឬ